រឿងប្រពន្ធខ្ញុំកាចខ្លាយជាប្រពន្ធស្លូតបងមើលទៅណាថ្ងៃដូចជាក្តៅខ្លាំងណាស់បងសុំមុនឯងទៅដេកមួយផ្លែតសិនចាំថ្ងៃត្រជាក់ចាំយើងមកបេះបន្លែយកទៅស្លមុនឯងអោយបងទៅដេកអត់នឹងមួយថ្ងៃគិតតែចង់ដេកមកជួយប្រពន្ធតិចតួចទាទៅផ្ទះហើយចង់ទៅដេកបើចង់ទៅបងឯងទៅចុះមុនឯងណារករឿងបងទៀតហើយបងឆ្ងល់ណាស់មនុស្សស្រីពូកែរអ៊ូរទាំបែបហ្នឹងប្រហែលជាកើតចាញ់ពីឃ្មុំហើយមើលទៅបានជាពូកែរអ៊ូបែបនេះបងនិយាយអីបងខ្ញុំមិនមែនកើតចេញពីឃ្មុំទេខ្ញុំកើតចេញពីឪពុកម្ដាយរបស់ខ្ញុំបងឯងនេះនិយាយឲ្យស្រួលបួលបន្តិចប្រយ័ត្នមាត់លែងបានហូបបាយទៅឥឡូវបងសួរថាបងទៅបានអត់ចុះបើថាមិនអោយទៅចាំបាច់និយាយសាំញ៉ាំច្រើនអីបែបហ្នឹងអត់ខ្ញុំមិនអោយបងឯងទៅទេលុះត្រាតែបងឯងធ្វើការនេះហើយបើសិនជាបងឯងហ៊ានតែឈានមួយជំហានពីរជំហានទៅណាខ្ញុំនឹងវត្តរំពាត់ពីក្រោយហើយយល់ព្រមបងជំរះស្មៅទៀតក៏បានដែរហើយអូនឯងប្រញាប់ទៅផ្ទះដាំស្លឲ្យបានលឿនទៅហើយមើលស្រូវខាងមុខផងកុំអោយគូវាស៊ីប្រយ័ត្នតែគូស៊ីអស់ទៅធ្វើឲ្យតែលឿនទៅមិនបាច់នឹងប្រាប់ខ្ញុំទេខ្ញុំដឹងហើយការងាររបស់ខ្ញុំនោះព្រួយបារម្ភតែការងាររបស់បងឯងទៅឆាប់ធ្វើឲ្យលឿនទៅបងគ្រាន់តែប្រាប់អូនឯងតើបងមានតែស្ដីឲ្យអូនឯងឯណាអូនឯងនេះណាអាងតែម្ដាយមានកូនស្រីតែមួយណាប្រាប់អីក៏មិនដែលស្ដាប់ដែរពូកែគ្រប់រឿងតែម្ដងប្រយ័ត្នតែខ្ញុំយកបន្លែមកញ៉ាំមាត់បងឯងទៅនិយាយអីរ៉ាយរ៉ាប់ច្រើនម្ល៉េះខ្ញុំមិនចង់ចិត្តស្ដាប់បងឯងនិយាយច្រើនពេកទេធ្វើមើលតែខ្លួនឯងនឹងស្រីទៅហើយបងដឹងហើយឆាប់ទៅផ្ទះទៅក្រែងលើគោស៊ីស្រូវនៅឯមុខផ្ទះឯណោះកុំនៅរ៉ាយរ៉ាប់ជាមួយបងនឹងច្រើនពេកខ្ញុំទៅហើយបងឯងឆាប់ធ្វើឲ្យលឿនទៅនឹងអាលបានទៅហូបបាយនៅឯផ្ទះលឺហើយនៅតែខ្ញុំមិននៅមិនសម្រះស្មៅណាបងដឹងហើយបងលឺហើយនិយាយចិត្តតិចបែបនេះនោះឆាប់ទៅមិនដឹងជាស្អីទេមកដាំស្រូវនៅឯមុខផ្ទះឲ្យឯងមើលថែតកើតខណៈនោះដែរមិត្តភក្តិរបស់នាងសារ៉ាក៏ដើរចូលមកសារ៉ាខ្ញុំមានដំណឹងល្អមួយចង់ប្រាប់ឯងណាដំណឹងល្អអីទេសូលីបានជាឯងនេះរហេបរហោបឡើងរញ័រមាត់បែបនេះនៅចិត្តផ្ទះគ្នាណាកូនគេទៅតែមកពីកូរ៉េហើយស្អាតខ្លាំងណាស់ឯងចង់ទៅមើលដែរទេគ្នាចង់បបួលឯងទៅមើលនឹងណាគ្នាទៅមិនបានទេវើយខ្លាចប្តីគ្នាប្រច័ណ្ឌមនុស្សដែលនៅស៊ីងកលដូចឯងណាចង់មើលប្រុសប្រមាណអ្នកក៏បានដែរតែខ្ញុំចង់ទៅណាមកណាណាខ្លាចតែប្តីគ្នាប្រច័ណ្ឌទេគ្នាមិនបានទៅទេវើយអើយស្រាយគ្នាមិនគួរណាមកបបួលឯងសោះគ្នាទៅវិញហើយគ្នាធុញណាស់យកប្តីរហ័សនោះរហ័សនៅស៊ីងកលជាមួយគ្នាទៅអត់ទេបានតែមើលប្រុសសង្ហានៅឲ្យចិត្តផ្ទះខ្ញុំណោះនិយាយរួចមិត្តភក្តិរបស់សារ៉ានាងសូលីក៏ដើរចេញទៅទាំងទឹកមុខមិនសូវសប្បាយចិត្តដោយមិត្តភក្តិមិនទៅមើលប្រុសសង្ហាជាមួយនិយាយតិចតួចខឹងក៏ងដើរទៅបាត់យ៉ាប់តែម្ដងមិត្តភក្តិខ្ញុំមួយនេះមិនដឹងជាស្អីគេទេបបួលឯងទៅមើលប្រុសសង្ហាឯណាទាំងឯងនឹងមានប្តីទៅហើយនៅពេលល្ងាចនាយវណ្ណាក៏បានមកលេងផ្ទះឪពុកម្ដាយរបស់គេពុកម៉ែប្រពន្ធខ្ញុំឲ្យយកបន្លែយកមកឲ្យពុកម៉ែទុកគ្រាន់ស្លបន្លែស្រស់ទៅតែបេះថ្មីណាពុកម៉ែអរគុណហើយកូនដែលយកបន្លែមកឲ្យម៉ែមិនចាំបាច់ម៉ែចំណាយលុយទិញពីផ្សារនោះវាមិនខាតលុយផងណាកូនណែវណ្ណាកូនណាកូនឯងការចិត្ត1ឆ្នាំ2ឆ្នាំទៅហើយល្មមយកចៅឲ្យពុកហើយណាពុកកុំបញ្ញាប់ពេកមើលចាំប្រពន្ធខ្ញុំស្លូតបន្តិចចាំខ្ញុំយកចៅឲ្យពុកបើប្រពន្ធខ្ញុំនៅតែការអញ្ចឹងណាខ្ញុំមិនអាចយកចៅឲ្យពុកបានទេ
អើយនៅគិតចាំប្រពន្ធកាចប្រពន្ធស្លូតអីទៀតកូននេះអើយប្រពន្ធឯងណាវាចរិតតែប៉ុណ្ណឹងទៅហើយឯងមិនអាចទៅកែទៀតបានទេថ្ងៃណាស្លូតក៏ស្លូតថ្ងៃណាកាយក៏វាកាយទៅហើយឯងមិនចេះលួងទេអី ខ្ញុំចាំលួងប្រពន្ធខ្ញុំឲ្យស្លូតសិនពុកម៉ែកុំបារម្ភអីខ្ញុំនឹងលួងឲ្យនាងស្លូតតែម្ដងដល់ពេលនោះខ្ញុំនឹងយកចៅឲ្យពុកម៉ែតែម្ដងខ្ញុំទៅវិញហើយពុកម៉ែព្រោះខ្ញុំប្រញាប់ទៅផ្ទះវិញផង ទៅចាស់កូនហើយប្រយ័ត្នប្រយែងតាមផ្លូវផងណាកូន អេអាកូនប្រុសនេះវាមិនដឹងចេះទុកឲ្យប្រពន្ធវានៅទំនេរដល់ណាទៀតទេវាមិនព្រមយកចៅឲ្យខ្ញុំសោះ ពុកវាឯងកុំតែខ្វល់ច្រើនពេកតែវាចង់បានពេលណាវាយកពេលនឹងទៅហើយ អេបើកូនយើងមិនព្រមយកកូនទេយើងចាប់ផ្ដើមយកវិញទៅម៉ែវាព្រោះម៉ែវាឯងក៏នៅស្រស់ស្អាតដែរតើ អីយេពុកវាឯងនេះមិនដឹងជាស្អីទេធ្វើឯងបញ្ជូលខ្ញុំចង់ឲ្យខ្ញុំយកកូនទៀតទេកុំសង្ឃឹមចាស់អស់ទៅហើយខ្ញុំជិលពោះទៀតណាស់